មួយវែងឆ្ងាយឆ្លងកាត់ពេលវេលាអ្វីដែលយើងជួបគ្នាតែងចង់បានគឺជាសៀងសូភ័ក្រមានគល់ដល់សុខសាន្តគឺជីវិតយើងគ្រប់ប្រានប្រាថ្នាជួបអាពីទីមួយកើតឡើងមិនមែនใจដនគឺការព្រមស្ម័គ្ររៀងខ្លួនទទួលយកចាំតាំងជាគ្រួសារសាវាសនាដើរទៅមុខរួមសុខទុក្ខរួមរីករាយលូអង្សានក្រោយអាទិត្យទីស្រឡាញ់គ្នាមួយជីវិតព្រោះព្រះមានពុទ្ធិកើតឡើងពីចិត្តសន្តិយកយើងអត់ពីស្រ័យប្រនៃបើពេលណាអូនធំលើកលែងអស់រកុំហងអចេតនានោះខ្ញុំសន្យាជូនអូនក្នុងនាមកូនប្រុសរក្សាស្នេហាយើងចំណងដៃពីស្រីទួដោយនេះបានពួកใจដល់ថ្លៃថ្លាផុតសុខខាងដាក់ដល់យូរចងចាំជាប់ជានិច្ចមិនអាចភ្លេចមិនអាចប្រែមិនអាចជួបទោះទៅយើងរួមក្នុងនាមគ្រួសារដ៏ខ្សឹងខ្សានគ្រប់អ្វីអស្ចារ្យសាក់សំយងរួបរងនិតពីមួយវែងឆ្ងាយឆ្លងកាត់ពេលវេលាអ្វីដែលយើងជួបគ្នាតែងចង់បានគឺជាសៀងសូភ័ក្រមានគល់ដល់សុខសាន្តគឺជីវិតយើងគ្រប់ប្រានប្រាថ្នាជួបអង្គទីមួយកើតឡើងមិនមែនใจដនគឺការព្រមស្ម័គ្ររៀងខ្លួនទទួលយកចាំតាំងជាគ្រួសារសាវាសនាដើរទៅមុខរួមសុខទុក្ខរួមរីករាយលូអង្សានក្រោយអាទិត្យទីស្រឡាញ់គ្នាមួយជីវិតព្រោះព្រះមានពុទ្ធិកើតឡើងពីចិត្តសន្តិយកយើងអត់ពីស្រ័យប្រនៃបើពេលណាអូនធំលើកលែងអស់រកុំហងអត់ចេតនានោះខ្ញុំសន្យាជូនអូនក្នុងនាមកូនប្រុសរក្សាស្នេហាយើងចំណងដៃពីស្រីទួដោយនេះបានពួកใจដល់ថ្លៃថ្លាផុតសុខខាងសក្តានុពលចងចាំជាប់ជានិច្ចមិនអាចភ្លេចមិនអាចប្រែមិនអាចជួបទោះទៅយើងរួមក្នុងនាមគ្រួសារដ៏ខ្សឹងខ្សានគ្រប់អ្វីអស្ចារ្យសាក់សំយងរួបរងនិតពីវិថីមួយវែងឆ្ងាយឆ្លងកាត់ពេលវេលាអ្វីដែលយើងជួបគ្នាតែងចង់បានគឺជាសៀងសូភ័ក្រម
ញគល់ដល់សុខសាន្តគឺជីវិតយើងគ្រប់ប្រានប្រាថ្នាជួបអាពាហ៍ពិពាហ៍មួយកើតឡើងមិនមែនចៃដន្យគឺការព្រមស្ម័គ្ររៀងខ្លួនទទួលយកចាំតែជាគ្រួសារសាវាសនាដើរទៅមុខរួមសុខទុក្ខរួមរីករាយលូអង្សានក្រោយអាទិត្យទីស្រឡាញ់គ្នាមួយជីវិតព្រោះតែ